យើងចូលមកដល់ចំណុចទី5ហើយគឺការបង្កើតមាតិកាដើម្បីបង្ហោះនៅក្នុងគេហទំព័រប្លុកហ្គើរបស់យើងអូខេចាស់ឥឡូវនេះគឺយើងចូលទៅឥឡូវនេះគឺយើងចូលទៅចាប់ផ្ដើមជាមួយនឹងប្រធានបទរបស់យើងគឺទៅចំណុចទី5អូខេដើម្បីយើងមុននឹងយើងស្នើសុំ Google Adsense អាជីវកម្មនៅលើ blogger website របស់យើងទី1ជាជំហានដំបូងបំផុតគឺយើងត្រូវតែរៀបចំនៅ template ក៏ដូចជា website យើងឲ្យមានរចនាបថស្អាតនេះគឺខ្ញុំមិនទាន់កែអស់ទេដោយសារតែខ្ញុំធ្វើនេះគឺបង្ហាញអ្នកទាំងអស់គ្នាទេមិនមែនខ្ញុំមិនទាន់បានកែសម្រួលជាឲ្យវាថាមើលទៅស្អាតទាក់ទាញហើយតាមប្រភេទ content ដែលខ្ញុំត្រូវធ្វើទេតែនៅពេលនេះខ្ញុំបង្កើតឡើងគឺដើម្បីបង្ហាញដើម្បីចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងហើយបានជាខ្ញុំមើល fan ជាទាំងអស់គ្នាមើលទៅគឺឃើញអត់ទាន់មានអីទេចឹងគឺខ្ញុំកែអត់អស់ទេអញ្ចឹងគឺខ្ញុំកែជាដំណាក់កាលមួយពេលដែលខ្ញុំធ្វើការចែករំលែកទាំងអស់គ្នាចប់ហើយគឺខ្ញុំនឹងធ្វើការកែប្រែឲ្យ website មួយនេះទៅជាមានលក្ខណៈថាស្អាតអញ្ចឹងណាហ្នឹងហើយអូខេឥឡូវនេះគឺយើងចូលមកចាប់ផ្ដើមប្រធានបទរបស់យើងគឺយើងត្រូវតែផុស content ខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងថាដើម្បីយើងស្នើសុំ Google Adsense បានទី1យើងត្រូវតែរចនា website យើងឲ្យស្អាតទី2 website របស់យើងត្រូវតែមានអត្ថបទហើយមិនមែនជាអត្ថបទតែចម្លងពី website ផ្សេងខ្ញុំមិនដាក់ទេបញ្ជាក់ម្ដងទៀតណាបើសិនជាយើងចម្លងអត្ថបទពី website ផ្សេងខ្ញុំមិនដាក់គឺ Google Adsense មិនរូនៅ website យើងដើម្បីដាក់អាជីវកម្មទេគឺ Google Adsense នឹងមិនឲ្យអាជីវកម្មកាន់ website របស់យើងទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងត្រូវតែបង្កើត content ជាថ្មីខ្លួនឯងអញ្ចឹងយើងត្រូវធ្វើមិនទៅដើម្បីបង្កើត content ថ្មីបានវាមិនពិបាកទេទី1គឺយើងបាយនេះគឺអ្នកនរដឹងហើយថាបច្ចេកវិទ្យា AI គឺមានការកើនឡើងខ្លាំងមែនទែនអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែឲ្យ AI ជួយបង្កើតអត្ថបទឲ្យមកហើយយើងអាចយកមកអាប់ឡូតបានហើយអញ្ចឹងណាហ្នឹងឥឡូវខ្ញុំឧទាហរណ៍មួយចុះយើងចូលមកបង្ហោះនៅ content របស់យើងត្រូវរកពាក្យរួចអ្នកទាំងអស់គ្នាប៉ុន្តែថាបើសិនជា website របស់គ្នានិយាយពីអី content ឲ្យដូរទៅនឹងអ្វីដែលយើងបាន design ដែលយើងបានធ្វើមកឥឡូវឧទាហរណ៍ថាAI នឹងជួយបង្កើតនៅ content ខ្ញុំមួយឥឡូវខ្ញុំឲ្យ AI នេះហើយដើម្បីយើងបង្កើតបានទាំងអស់គ្នាស្គាល់ DSnap ទេហ្នឹងហើយ DSnap គឺជា AI មួយរបស់ចិនដែលយើងប្រើប្រាស់បានឡើងទូលំទូលាយនេះគឺ DSnap យើងចូលទៅកាន់ Google ហើយយើង search ចឹងមកតែដោយសារខ្ញុំធ្លាប់ប្រើប្រាស់ហើយយើងចុះឈ្មោះហើយមកចាំយើងបង្កើតចាំយើងឲ្យ AI ជួយសរសេរមកឥឡូវយើងសរសេរថា Cause I don't give a fuck what you say. Yeah, I'ma do shit my way. So you can go kick rocks, I'ma stack bricks up, build what I want to make. Yo, I got a lot of shit to say, so I'ma do this. ខ្ញុំឲ្យ AI ឲ្យយើងថាតើយើងធ្វើយ៉ាងម៉េចដើម្បី download Chrome app Chrome មកពីប្រភេទ file APK អញ្ចឹងឥឡូវយើងចុចមកយើងចុចឲ្យចុចដើរទៅហើយយើងរងចាំឲ្យ AI នឹងជួយធ្វើនឹងដោះស្រាយយើងនេះគឺជា AI កំពុងតែរៀបចំនៅឲ្យអ្វីដែលយើងឲ្យយើងធ្វើអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងគ្រាន់តែសរសេរអញ្ចឹងមកហើយយើងអាចយកមកកាន់នៅក្នុងអត្ថបទរបស់យើងបានឥឡូវមួយទៀតឥឡូវយើងឲ្យ AI មួយនេះ review នៅឡាន please Kick rocks, I'ma stack bricks up, build what I want to make. Yo, I got a lot of shit to say, so I'ma do this every day. I'll be writing things until I'm fucking អញ្ចឹងឲ្យបើសិនជា content របស់ website របស់យើងនេះតាក់ទងទៅនឹងឡានអញ្ចឹងយើងគ្រាន់តែឲ្យ AI នេះឲ្យ AI មួយនេះ review នៅឡានឲ្យយើងមកអញ្ចឹង AI កំពុងតែ generate នៅអត្ថបទមួយឲ្យយើងហើយអញ្ចឹងយើងអាច copy បានទៅដាក់ website របស់យើងអញ្ចឹងបើសិនជាទាំងអស់អ្នកទាំងអស់គ្នាមានគំនិតអ្វីថ្មីទាក់ទងទៅនឹងការធ្វើ content នៅដាក់នៅលើ blog ជើរបស់យើងគឺទាំងអស់គ្នាអាចចែកជាប្រភេទជា script មួយទៅអ្វីមួយទៅជាភាសាអង់គ្លេសណាហ្នឹងហើយយើងយកឲ្យ AI ជួយសម្រាយឲ្យទៅអញ្ចឹងឬក៏ឲ្យ AI ជួយប្រាប់ឲ្យមកហើយតាមមកទៅយើង copy អ្វីទាំងអស់ហ្នឹងគឺយើងយកមកដាក់នៅលើ website របស់យើងគឺជាការស្រេចហើយអញ្ចឹងនេះគឺកំពុងតែ generate គឺវាមានទម្រង់ច្រើនដែលយើងកំពុងតែរងចាំមើលថាតើវាឲ្យយើងពេញយើងរងចាំបន្តិចមកនៅពេលដែលយើង AI generate រួចហើយយើងនឹង copy ទាំងអស់នេះយកទៅដាក់នៅក្នុង website របស់យើងហើយភាគរយខ្ពស់គឺយើងអាចទទួលបានការ approve ពី Google ដែរតែឥឡូវយើងចុច copy ទៅនេះក៏បានឬក៏យើងចុច select ក៏បានប៉ុន្តែបើយើង copy ទៅនេះវាចេញជាវាត្រង់ថាវាជាប់ត្រឹមផ្កាយឥឡូវយើងផាសមកឃើញអត់វាមានផ្កាយឥឡូវបើសិនជាយើង copy ចឹងក៏បានដែរយើងលុបផ្កាយមួយមិនណាហ្នឹងហើយយើងលុបផ្កាយនេះចេញមកឲ្យវាស្អាតហើយយើងបដូរ font អក្សរផង font អក្សរយើងបដូរទៅជាអីក៏បានដែរប៉ុន្តែយើងគិតថានេះវាស្អាតនេះ font អក្សរធម្មតាដើម្បីឲ្យវាស្អាតដោយសារវាជាប់ផ្កាយហ្នឹងហើយដោយសារតែយើងជាប់ផ្កាយចឹងទៅយើងលុបវាចោលព្រោះអាហ្នឹងវាដោយសារតែនៅក្នុង AI generate របស់យើងវាមានផ្កាយប៉ុន្តែនៅពេលដែលយើង copy ទៅវាលក្ខណៈវាចេញជាប្រភេទដោយថាវាខុសទម្រង់គ្នា
នឹងខុសទម្រង់ប្រភេទ file ជាមួយគ្នាចឹងទៅវាចេញអញ្ចឹងយើងលុបវាយើងកែសម្រួលតិចមកគឺស្អាតហើយអញ្ចឹងយើងអាចចាំបាច់អង្គុយសរសេរ content ខ្លួនឯងយើងលុបប៉ុណ្ណឹងមកណាអាហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យវីដេអូនេះវែងឥឡូវខ្ញុំព្យាយាមអ្នកនេះគួយលុបគួយកែប៉ុណ្ណឹងមកអាណាចំណុចសំខាន់គឺយើងគួយកែអញ្ចឹងមកយើងគួយកែឲ្យស្អាតមកហ្នឹងហើយអញ្ចឹងយើងអ្នកគ្នាយើងលុបចឹងមកយើងបានអត្ថបទទេបើមិនយើងគួយសរសេរខ្លួនឯងក៏បានដែរប៉ុន្តែតើតើអ្នកគ្នាចេះអង់គ្លេសហើយបញ្ជាក់ម្ដងទៀតថាភាសាខ្មែរយើងគឺអត់ support ជាមួយនឹង Google Lesson ទេ Google Lesson អត់ support ជាមួយភាសាខ្មែរអញ្ចឹងបើសិនជាយើងបង្កើតអត្ថបទជាភាសាខ្មែរយើងត្រូវតែទៅរក platform ដែលជា publisher ដើម្បីពាណិជ្ជកម្មលើ website របស់យើងផ្សេងប៉ុន្តែបើយើងចង់បានពាណិជ្ជកម្មពី Google យើងភាសាខ្មែរគឺអត់ support ទេអញ្ចឹងយើងព្យាយាមលុបឲ្យស្អាតមកណានៅថាហ្នឹងលុបឲ្យស្អាតមកហើយកុំភ្លេចដាក់ចំណងជើងផងយើង copy មកហើយយើងផាសចំណងជើងមកហើយតមកទៀតយើងដាក់ category ឥឡូវថា category ជាប្រភេទអីគេឥឡូវយកទៅថាហ្នឹងជាឡានខាកន្លែង label ហ្នឹងខាហើយវាជាប្រភេទអីគេឡាន EV អាឡានអគ្គិសនីយើងទៅឬក៏យើង select របស់យើងមួយទៀតមកហើយយើងចុចពាក្យpublic មកដោយសារយើងភ្លេចដាក់រូបភាពហ្នឹងហើយយើងដាក់រូបភាពមួយមកឥឡូវខ្ញុំត្រូវរករូបភាពមួយ Speak deep wonder but my body won't decay Cause my messages are timeless so they'll put them on display Oh yeah I rap with a certainty I have a sense of urgency A message for eternity for everyone internally យើងនិយាយពី Tesla អញ្ចឹងគឺនេះគឺជាឡានយើងដាក់រូបភាពចឹងមួយមកហើយយើងខ្លេចមកប៉ុន្តែបញ្ជាក់ថានេះគឺជាខ្ញុំធ្វើវីដេអូដើម្បីបង្ហាញទាំងអស់គ្នាទេអញ្ចឹងវាអាចខុសរូបភាពបន្តិចជាមួយខ្ញុំផុសខ្ញុំ review content មួយមកវារូបភាពឡាន Hyundai ទេប៉ុន្តែបញ្ជាក់ថាបើសិនជាអ្នកគ្នានិយាយពី Tesla យើងដាក់រូបឡាន Tesla មកបើយើងនិយាយពី Tesla យើងដាក់រូបឡាន Hyundai អញ្ចឹងវាឡើងចម្លែកអញ្ចឹងអូខេអញ្ចឹងបើសម្រាប់ទាំងអស់គ្នាធ្វើប្រភេទរឿងភាគទាំងអស់គ្នាត្រូវតែទៅរក playlist ដើម្បីយកមកបង្កើតជាប្រភេទរឿងភាគអញ្ចឹងមកតែសម្រាប់ playlist រឿងភាគគឺខ្ញុំអត់មានទេពីមុនខ្ញុំមានដែរប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំខានខ្ញុំអត់ដែលប្រើខ្ញុំធ្លាប់ download យកមកម្ដងប៉ុន្តែខ្ញុំអត់ធ្លាប់ប្រើទេតែខ្ញុំមិនដែលធ្វើខ្ញុំប្រភេទដែលខ្ញុំធ្វើពីច្រើនគឺខ្ញុំធ្វើតែ content បែបអញ្ចឹងគឺខ្ញុំធ្វើបែបឡានឬក៏យើងមាន technique អីផ្សេងទៀតគឺយើងអាចធ្វើមកប៉ុន្តែបញ្ជាក់ម្ដងទៀតយើងអត់អាចចម្លងអត្ថបទពីគេយកមកដាក់នៅក្នុង website របស់យើងបានទេណាអញ្ចឹង Google Lesson អត់ approve ទេ Google Lesson បច្ចុប្បន្ននេះគឺមុននឹង approve ពាណិជ្ជកម្មឲ្យនៅ website ណាមួយគឺត្រួតពិនិត្យខ្លាំងណាស់អញ្ចឹងណាហ្នឹងហើយពីមុនងាយស្រួលក្នុងការស្នើសុំឯងប៉ុន្តែឥឡូវរៀងពិបាកបន្តិចអញ្ចឹងវីដេអូខ្ញុំគឺមានប៉ុណ្ណាហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតហើយបើសិនគឺដល់វគ្គនៃការបង្កើតគណនី Google Analytics អញ្ចឹងវីដេអូបន្ទាប់គឺយើងដល់ចំណុចទី6ហើយអញ្ចឹងកុំភ្លេចណាថតអត្ថបទឲ្យបានច្រើនណាព្យាយាមថតអត្ថបទឲ្យបានច្រើនតើអាចធ្វើទៅបានហើយយើងកែឲ្យស្អាតតិចមកព្រោះគឺរបស់យើងនេះយើងមិនអាចបច្ចុប្បន្ននេះ Google Lesson បើសិនជាយើងធ្វើលក្ខណៈលេងៗគឺ Google Lesson អត់ approve ទេសម្រាប់ពាណិជ្ជកម្មចឹងយើងធ្វើឲ្យរៀងស្អាតមកយើងកែកុនមកទៅពីឡានយើងកន្លែងនេះយើងកែមកបានតែយើងកែបានទាំងអស់ទេនៅក្នុង layout អញ្ចឹងវីដេអូខ្ញុំគឺមានប៉ុណ្ណឹងហើយបើសិនជាទាំងអស់គ្នាចង់ទិញ template អាចទាក់ទងខ្ញុំបានតម្លៃមួយតែ$4ទេគឺជាប្រភេទ template Premium បើសិនជាអ្នកគ្នាអត់ចង់ទិញទេអ្នកគ្នាចង់បាន download template free ក៏បានដែរមាននៅក្នុង description នេះប៉ុន្តែគ្រាន់តែបើយើងប្រើប្រាស់ template free គឺវាជាប់ license របស់គេអញ្ចឹងណាចំណុចខ្លះគឺយើងកែអត់បានទេអូខេអញ្ចឹងវីដេអូការបង្ហាញនៃចំណុចទី5នេះគឺមានប៉ុណ្ណឹងយើងជួបគ្នានៅចំណុចទី6